ខ្ញុំយកលិខិតរបស់ខ្ញុំយកមកដាក់ជូនរដ្ឋមន្ត្រីក្រសួងយុតិធម៌ដើម្បីសូមអន្តរាគមន៍ក៏ដូចជាសូមឲ្យមានការសាររើនៅសេចក្តីសម្រេចសារក្រមរបស់តុលាការមុខស្លាប់ហើយថ្ងៃនេះខ្ញុំយកលិខិតរបស់ខ្ញុំយកមកដាក់ជូនរដ្ឋមន្ត្រីក្រសួងយុតិធម៌ដើម្បីសូមអន្តរាគមន៍ក៏ដូចជាសូមឲ្យមានការសាររើនៅសេចក្តីសម្រេចសារក្រមរបស់តុលាការកំពូលដែលយើងឃើញការសម្រេចរបស់តុលាការកំពូលផ្អែកទៅលើអង្គហេតុដែលពុំមានអង្គហេតុច្បាស់លាស់ទី1ទី2យើងឃើញថាការសម្រេចដកសិទ្ធិមិនឲ្យបោះឆ្នោតសិទ្ធិឈរឈ្មោះមិនឲ្យគេបោះឆ្នោតសិទ្ធិធ្វើនយោបាយហើយនឹងដាក់បំរាមមិនឲ្យខ្លែងការសាធារណៈហាមមិនឲ្យចូលវេទិកាហើយបំរាមមិនឲ្យដើរចាក់ចេញពីរាជធានីភ្នំពេញយើងមើលឃើញថាវាមិនស្របទៅនឹងស្មារតីរដ្ឋធម្មនុញ្ញបាទពីព្រោះបើយោងតាមមាត្រា34ថ្មីមាត្រា35ក៏ដូចជាមាត្រា40នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាពេលហ្នឹងគេមិនបានបិទនៅសិទ្ធិមានន័យថាធានាដល់សិទ្ធិពលរដ្ឋជាមូលដ្ឋានអញ្ចឹងហើយបើយើងមើលទៅនឹងមាត្រា445 446ខ្ញុំមានសិទ្ធិបាទឬតំណាងខ្ញុំមានសិទ្ធិដាក់ដឹងមកក្រសួងយុតិធម៌ដើម្បីឲ្យពិនិត្យនិងសាររើឡើងវិញជុំវិញអង្គហេតុមិនច្បាស់លាស់ឬយើងមានផុសតាងថ្មីបង្ហាញអញ្ចឹងហើយបានថ្ងៃនេះខ្ញុំសម្រេចចិត្តធ្វើលិខិតដាក់ជូនលោករដ្ឋមន្ត្រីក្រសួងយុតិធម៌ដើម្បីឲ្យពិនិត្យនិងសាររើទៅសេចក្តីសម្រេចសាធិការរបស់សាលាកំពូលឡើងវិញបាទអញ្ចឹងខ្ញុំមកជម្រាបប៉ុណ្ណឹងពេលត្រឡប់មកពីដាក់លិខិតវិញខ្ញុំនឹងជម្រាបបាទអស់លោកស្រីបន្ថែមអ្វីដែលខ្ញុំបាទដាក់បញ្ជាក់ពីសាររើឲ្យយើងគាត់ចោលការពីប្រាការកំពុងចេញបាទអាចទី1អាចត្រូវតែពិនិត្យសាវនាការឡើងវិញហើយទី2ស្នើឲ្យគេបដិសេធចោលទាំងស្រុងអ្វីដែលមិនស្របទៅនឹងរដ្ឋធម្មនុញ្ញបាទដូចជាករណីសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសិទ្ធិធ្វើនយោបាយហើយនឹងការដែលដាក់បំរាមមិនឲ្យខ្លែងមិនឲ្យចូលរួមវេទិកាហើយបំរាមមិនឲ្យដើរចាក់ចេញពីរាជធានីភ្នំពេញវាមិនស្របទៅនឹងអ្វីដែលមានការធានានៅក្នុងរដ្ឋធម្មនុញ្ញបាទគូសង្ឃឹមទេដែលការការស្ដាប់តុលាការកំពូលជាការសម្រេចចុងក្រោយថាក្រសួងអាចមានអន្តរាគមន៍យ៉ាងម៉េចជុំវិញបញ្ហាទាំងអស់នេះបើយើងមើលតាំងពីថ្នាក់ទាបរហូតមកដល់ថ្នាក់កំពូលមានន័យថាតុលាការទាំង3ថ្នាក់មិនបានផ្ដល់យុត្តិធម៌ឲ្យខ្ញុំហើយអញ្ចឹងតែទោះបីយ៉ាងណាក៏ដោយបាទយើងមិនអាចនៅឈរនៅស្ងៀមដូច្នេះយើងត្រូវតែតស៊ូយ៉ាងស្វិតស្វាញឲ្យអស់ពីលទ្ធភាពហើយយើងដឹងហើយសេរីភាពចំពោះខ្ញុំ
ការទៀមទានេះมันសម្រាប់បកគលខ្ញុំទេទីមួយសម្រាប់ខ្លួនឯងទីពីរសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាបាទអញ្ចឹងការដែលយើងធ្វើនេះមិនមែនថាដើម្បីតែខ្លួនឯងទេយើងធ្វើដើម្បីខ្មែរទាំងអស់គ្នាហើយយើងដឹងហើយថាសិទ្ធិសេរីភាពបើយើងមិនទៀមទាហើយយើងមិនការពារទោះបីច្បាប់បានធានាក៏ដោយតែយើងមិនធ្វើការទៀមទាហើយយើងមិនការពារសិទ្ធិនឹងត្រូវបានបាត់បង់បាទហើយនឹងមិនអាចទទួលបានត្រឡប់មកវិញទេអញ្ចឹងក្នុងនាមខ្ញុំពលរដ្ឋយើងត្រូវតែធ្វើការទៀមទាបាទទៀមទាអ្វីដែលជាសិទ្ធិរបស់យើងត្រូវបានធានាដោយរដ្ឋធម្មនុញ្ញបាទហើយទៀមទាហើយបើបានមកហើយយើងត្រូវនាំគ្នាការពារហើយបើមិនការពារអានឹងវាត្រូវបាត់បង់សិទ្ធិហ្នឹងហើយបាទអញ្ចឹងហើយបានជាថ្ងៃនេះខ្ញុំសម្រេចដាក់ជូនក្រសួងបន្តទៀតយើងចាំមើលលទ្ធផលថាតើក្រសួងលោកសម្រេចបែបម៉េចវិជ្ជមានអវិជ្ជមានអានឹងយើងដើរមកជំហានទៀតមកជំហានទៀតគឺអង្គព្រះមហាក្សត្រដែលជាព្រះរាជប្រធានឧត្តមក្រុមប្រឹក្សាអង្គចក្រង្គបាទចឹងយើងសូមឲ្យព្រះអង្គធ្វើអន្តរាគមន៍បន្តទៀតបាទបើថាព្រះអង្គអន្តរាគមន៍លទ្ធផលបែបម៉េចអានឹងយើងនឹងដាក់ទៅក្រមប្រឹក្សាធម្មនុញ្ញឲ្យធ្វើការបកស្រាយអន្តរាគមន៍តាមនឹងទៅបាទអញ្ចឹងយើងមិនអាចនៅស្ងៀមមិនធ្វើអ្វីសោះហើយចាំគេផ្ដល់សិទ្ធិឲ្យយើងអានឹងអត់បានទេដូចខ្ញុំបានធ្លាប់លើកឡើងអញ្ចឹងថាអ្វីគេមិនបានដាក់ជើងពៀនមកឲ្យយើងទេដល់យើងត្រូវទៀមទាអ្វីដែលជារបស់ជើងអ្វីដែលច្បាប់បានធានាបាទយើងត្រូវតាមទៀមទាចឹងណាអរគុណហើយខ្ញុំត្រឡប់មកវិញតែលទ្ធផលបែបម៉េចគឺទទួលបែបម៉េចបែបហ្នឹងចាំក្រៅបាទ